ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជារៀបចំសន្និសីទសារព័ត៌មានបំភ្លឺជំនួយអត្រាពន្ធគយថ្មីក្នុងការនាំចេញទៅអាមេរិកតាមមាត្រា301ច្បាប់ពាណិជ្ជកម្មសហរដ្ឋអាមេរិកក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាហៅកាត់ថាកអកនារសៀលថ្ងៃទី27ខែកក្កដាឆ្នាំ2026នេះបានរៀបចំសន្និសីទសារព័ត៌មានស្ដីពីអត្រាពន្ធគយថ្មីក្នុងការនាំចូលពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកបន្ទាប់ពីការស៊ើបអង្កេតអនុលោមភាពនៃមាត្រា301ច្បាប់ពាណិជ្ជកម្មសហរដ្ឋអាមេរិកដើម្បីផ្ដល់នូវព័ត៌មានគ្រប់ជ្រុងជ្រោយច្បាស់លាស់និងតម្លាភាពជូនដល់សាធារណជនវិនិយោគិនធុរជនព្រមទាំងប្រព័ន្ធផ្សព្វផ្សាយជាតិនិងអន្តរជាតិសន្និសីទសារព័ត៌មាននេះអញ្ជើញជាវាគ្មិនកិត្តិយសដោយឯកឧត្តមសុនចន្ទថុលឧបនាយករដ្ឋមន្ត្រីអនុប្រធានទី1កអកដែលមានការអញ្ជើញចូលរួមជាវាគ្មិនអមពីសំណាក់ឯកឧត្តមសឹមសុខេងរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនិងលោកច័ន្ទសុភាពអគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋការកម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុព្រមទាំងមានវត្តមានពីតំណាងស្ថាប័នសារព័ត៌មានជាច្រើនរូបនៅក្នុងឱកាសនោះគណៈអធិបតីបានធ្វើការបកស្រាយនិងជម្រាបជូនយ៉ាងលម្អិតអំពីបច្ចុប្បន្នភាពនិងវឌ្ឍនភាពចុងក្រោយនៃកិច្ចសហប្រតិបត្តិការនិងការអនុវត្តកាតព្វកិច្ចអនុលោមភាពស្របតាមមាត្រា301នៃច្បាប់ពាណិជ្ជកម្មសហរដ្ឋអាមេរិកការបញ្ជាក់យ៉ាងច្បាស់ពីសំណាក់វាគ្មិនកិត្តិយសបានឆ្លុះបញ្ចាំងអំពីភាពជឿជាក់របស់រាជរដ្ឋាភិបាលកម្ពុជាកិច្ចសម្របសម្រួលអន្តរក្រសួងប្រកបដោយប្រសិទ្ធភាពព្រមទាំងការត្រៀមលក្ខណៈនិងទិសដៅជាយុទ្ធសាស្ត្រដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃបរិបទពាណិជ្ជកម្មសកលប្រកបដោយភាពបត់បែននិងចីរភាពសូមជម្រាបថាសន្និសីទសារព័ត៌មាននេះមិនត្រឹមតែជាការផ្ដល់ព័ត៌មានទាន់ហេតុការណ៍និងច្បាស់លាស់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីភាពចាស់ទុំខាងទស្សនវិជ្ជាច្បាប់និងយន្តការការទូតសេដ្ឋកិច្ចរបស់កម្ពុជាក្នុងការថែរក្សានិងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនិងការវិនិយោគជាមួយសហរដ្ឋអាមេរិកឲ្យកាន់តែមានភាពរឹងមាំនិងមានតម្លាភាពខ្ពស់ក្នុងន័យបម្រើផលប្រយោជន៍សេដ្ឋកិច្ចជាតិនិងប្រជាជនកម្ពុជាជាធំ។